រៀបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទតាជាអ្នកចំការមកប្រាប់ថ្នាំមួយមុខទៀតឲ្យបងប្អូនបានដឹងណាជាប្រភេទថ្នាំជួយរំលាយឬក៏បណ្ដេញជាតិខ្លាញ់ដែលកកក្នុងសរសៃឈាមរុំបេះដូងរុំថ្លើមហ្នឹងហើយជាពិសេសគឺស្ពាតសរសៃឈាមគូក្បាលនឹងដែរបងប្អូនណាបាទអញ្ចឹងអានេះពុកម៉ែបងប្អូនខ្មែរយើងមិនដឹងហៅអីទេប៉ុន្តែបើថៃគេហៅថាម៉ាក់មួងហាវម៉ាក់ណាវហូហ្នឹងហើយយ៉ាងនេះទុំឲ្យខ្មៅក្រឹបនេះបាទមកមួងហៅមណាវហូពុកម៉ែបងប្អូនប៉ុន្តែអានេះវាមើលទៅដើមភិនភាកដើមដូចក្រូចព្រៃពុកម៉ែបងប្អូនដូចក្រូចព្រៃសុបសាតហ្មងយើងគួរតែហៅក្រូចអីក្រូចស្បាតអីម្ដងដាក់ឈ្មោះក្រូចស្បាតណាពុកម៉ែបងប្អូនតែនឹងហៅអីអានឹងគេមានលក់តើបងប្អូនកន្លែងគេលក់មជូរកន្លែងគេលក់មជូរហូបតាមផ្លូវហ្នឹងគេមានលក់លាយគេបេះលាយស្រេចបាទហើយយើងការហូបដើម្បីកម្ចាត់ជាតិខ្លាញ់ដែលមាននៅក្នុងសរសៃឈាមក្នុងរុំថ្លើមរុំបេះដូងយើងហ្នឹងគឺយើងហូបមួយថ្ងៃធ្វើម៉េចឲ្យអស់9គ្រាប់ទៅបងប្អូនបាទពេលព្រលឹមឡើងពោះទេដាក់3គ្រាប់ទៅមួយបិលម្ទេសណាបាទជូរនិយាយពីរឿងជូរនោះជូរម៉ែឲ្យជូរហើយជូរអញ្ចឹងបានហៅម៉ាក់មួងហៅម៉ាណាវនោះប្រែថាក្រូចអញ្ចឹងហើយថៃវាហៅណាតែខ្មែរយើងមិនដឹងហៅអីមិនមែនអកព្រំទេបងប្អូនអ្នកច្រឡំថាអកព្រំណាអកព្រំវាផ្អែមស្លឹកវាចង់ស្តៀងអកព្រំមែនហ្នឹងឯងប៉ុន្តែដើមក្រូចវានៅច្បាស់ដូចក្រូចបងប្អូនហូបមួយថ្ងៃ9គ្រាប់ហ្នឹងបងប្អូនបាទហូបមួយថ្ងៃ9គ្រាប់ហ្នឹងហើយហូប9គ្រាប់ទៅនឹងខ្លាញ់នៅក្នុងសរសៃឈាមវានឹងហូរចេញមកហើយជាពិសេសអាការៈយើងឈឺក្បាល stress អីហ្នឹងក៏ជាដែរបងប្អូនបាទធ្វើបាត់ឈឺក្បាលហ្នឹងណាប្រកែទៅតើបាទមានតែប៉ុណ្្នឹងបងប្អូនកុំភ្លេចសៀប្រាប់គ្នាផងព្រោះហ្នឹងគេមានលក់តាមមជូរទេបាទកន្លែងមជូរក៏គេមានលក់ដែរបាទអ្នកលក់មជូរបាទអរគុណច្រើន